ស្លាមនអបទៅដល់គោឆៅនេះគឺជាមុខម្ហូបថ្មីខ្ញុំធ្វើការចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះជាដំបូងឡើយខ្ញុំចាប់ដើមរៀបចំនៅស្លាបមន់ដើម្បីរៀបចំក្នុងការលាងសម្អាតវាឲ្យបានស្អាតដោយស្លាបមន់នេះខ្ញុំចាប់ដើមលាងច្របាច់សម្អាតវាបន្ទាប់ពីលាងហើយខ្ញុំចាប់ដើមយកវាយកមកដាក់លើជ្រុញដើម្បីឆូតដើម្បីឲ្យជាតិចូលទៅក្នុងកន្លែងដែលខ្ញុំឆូតហ្នឹងចឹងនៅពេលដែលយើងឆូតយើងឆូតម្ដងមួយតាមចិត្តចង់របស់បងប្អូនបន្ទាប់មកខ្ញុំចាប់ដើមដាក់វាទៅក្នុងចានវិញដើម្បីលាយផ្សំនឹងគ្រឿងដែលខ្ញុំបានរៀបចំហើយអញ្ចឹងគ្រឿងមានដូចជារ៉ូឌីមានដូចជាអំបិលស្ករប៊ីចេងជាមួយនឹងម្រេចអញ្ចឹងដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បានអញ្ចឹងចំណុចដែលសំខាន់ដែលយើងមិនអាចភ្លេចបានគឺទឹកដោះគោឆៅបន្ទាប់ពីលាយហើយខ្ញុំច្បាមច្របល់ចូលគ្នាខ្ញុំយកទៅអប់ទុកប្រហែលជាកន្លះម៉ោងបានចាប់ដើមរៀបចំដាក់ជាមួយនឹង air fryer អញ្ចឹង air fryer របស់ខ្ញុំនេះខ្ញុំដាក់កំណត់នាទីដោយកំណត់រយៈពេល22នាទីជាមួយនឹងកម្រិតអង្សាគឺ180អង្សាបាទអញ្ចឹងបន្ទាប់ពីរៀបចំហើយនេះជាលទ្ធផលដែលយើងទទួលបាន